តើថៃអាចលុបលាងពាក្យថាឈ្លានពានចេញពីខ្សែភ្នែកពិភពលោកបានដែរឬទេខណៈដែលផុសតាងបំផ្លិចបំផ្លាញនិងសម្ដីលោកដូណាល់ត្រាំកំពុងក្លាយជាសាក្សីរស់ពាក្យថាថៃឈ្លានពានកម្ពុជាមិនមែនត្រឹមតែជាពាក្យសម្ដីធម្មតានោះទេប៉ុន្តែវាគឺជាដានប្រវត្តិសាស្ត្រដែលនឹងត្រូវចារទុកឲ្យកូនខ្មែរគ្រប់ចំនួនបានដឹងទោះបីជាពេលនេះភាគីថៃព្យាយាមប្រើភាសាការទូតដើម្បីបិទបាំងការពិតប៉ុន្តែពិភពលោកបានមើលឃើញយ៉ាងច្បាស់សូម្បីតែលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកក៏បានប្រកាសជាសាធារណៈថាថៃគឺជាអ្នកចាប់ផ្ដើមធ្វើសង្គ្រាមមុនលើកម្ពុជានេះគឺជាការបញ្ជាក់យ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិកាលពីថ្ងៃទី18ខែមករាឆ្នាំ2026កន្លងទៅថ្មីនេះអ្នកនាំពាក្យការបរទេសថៃលោក Nick Plenko បានបង្ហាញពីភាពរារែកក្នុងសន្និសីទកាសែតដោយព្យាយាមអំពាវនាវឲ្យឈប់ប្រើភាសាញុះញង់ប៉ុន្តែសម្រាប់កម្ពុជានេះមិនមែនជាការញុះញង់ទេវាគឺជាការពិតថៃកំពុងរអានឹងពាក្យនេះព្រោះពួកគេដឹងថាគ្មានប្រទេសណាមួយលើពិភពលោកគាំទ្រភាគីឈ្លានពានគេនោះឡើយផុសតាងដែលមិនអាចប្រកែកបានរួមមានការប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់ចូលជ្រៅក្នុងទឹកដីកម្ពុជាជាង100គីឡូម៉ែត្រការបំផ្លិចបំផ្លាញប្រាសាទបុរាណវត្តអារាមមន្ទីរពេទ្យនិងផ្ទះសម្បែងប្រជាជនទោះមានកិច្ចព្រមព្រៀងផ្អាកសង្គ្រាមតែថៃនៅតែបន្តដាក់បន្លាលួចនិងកាន់កាប់តំបន់អធិបតេយ្យកម្ពុជាជាង10កន្លែងចុងក្រោយថៃឈ្លានពានកម្ពុជាការពារខ្លួននឹងនៅតែជាពាក្យស្លោកដែលបន្លឺឡើងលើឆាកអន្តរជាតិរហូតដល់យុត្តិធម៌ត្រូវបានរកឃើញតាមច្បាប់អន្តរជាតិ